ចាខណៈនេះលោកអ្នកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុខ្មែរពិភពលោកតាមរយៈប្រព័ន្ធ Internet ផ្សាយចេញពីសហរដ្ឋអាមេរិកចាដើម្បីឲ្យត្រជាក់ចិត្តខ្លះៗនៅថ្ងៃអាទិត្យនេះអ្នកនាងសៀនកេតជាខ្មែរពីតំបន់អាគ្នេយ៍នៃប្រទេសបារាំងសូមជូននាទីតន្ត្រីដូចតទៅនាងខ្ញុំសៀនកេតជាពីប្រទេសបារាំងមានកិត្តិយសសូមវិលត្រឡប់មកជួបលោកតាលោកយាយនិងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់តាមរលកសំឡេងនៃវិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានចា៎នាទីកំសាន្តជាមួយនឹងតន្ត្រីស្នេហាជាតិរបស់នាងខ្ញុំនាថ្ងៃអាទិត្យនេះនាងខ្ញុំមានចម្ងល់មួយស្ដីអំពីព្រំដែននៃប្រទេសកម្ពុជានិងប្រទេសវៀតណាមកាលពីសប្តាហ៍មុនយោងតាមការផ្សព្វផ្សាយព័ត៌មាននានានៅក្នុងស្រុកបានឲ្យដឹងថាមានជនជាតិយួនបានចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ដោយគ្មានក្រែងរឯងអ្វីទាល់តែសោះមិនត្រឹមតែប៉ុណ្ណោះទេពួកយួនបានចូលមកដីស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរព្រមទាំងប្រើជាតិគីមីបាញ់បំផ្លាញដំណាំរបស់បងប្អូនខ្មែរយើងអស់ជាង10ហិកតាទៀតតើពួកវាសំអាងទៅលើអ្វីទៅបានជាហ៊ានមើលងាយខ្មែរយើងខ្លាំងម្ល៉េះតើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការយ៉ាងណាទៅលើពួកយួនខុសច្បាប់ទាំងនេះហេតុអ្វីក៏បណ្ដោយឲ្យពួកយួនធ្វើអ្វីតាមតែអំពើចិត្តនេះមកពីខ្មែរយើងស្លូតពេកតែបើខ្លាំងវិញគឺខ្លាំងបានតែបង្ក្រាបខ្មែរគ្នាឯងតែប៉ុណ្ណោះសូមខ្មែរមួយចំនួនល្មមភ្ញាក់ខ្លួនហើយទឹកដីខ្មែរកាន់តែរួញម្ដងបន្តិចម្ដងបន្តិចបើខ្មែរយើងទាំងអស់គ្នានៅតែប្រងើយកន្តើយទៀតនោះទឹកដីមួយក្តាប់តូចនេះនឹងរលាយបាត់ស្រមោលចេញពីផែនទីពិភពលោកថ្ងៃណាមួយមិនខានឡើយបងប្អូនមើលចុះពួកយួនអាងអ្វីចូលដីខ្មែរបំផ្លាញដីស្រែច្បារដំណាំប្រជាកសិករខំភ្ជួរដាំរៀងរាល់ខែឆ្នាំមិនដែលខានតើយើងជាខ្មែរឈឺចាប់ទេដីស្រែដីគេពីដូនតាត្រីយួនបង្ខិតតាមប្រាថ្នាប្លន់ដីដូនតាគ្មានអៀនខ្មាស់បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃអាទិត្យនេះនាងខ្ញុំសូមជូនចម្រៀងមួយបទក្រោមចំណងជើងថាអោភូកំណើតនិពន្ធទំនុកច្រៀងដោយលោកយឹមពិសាបកស្រាយផ្ទាល់ដោយនាងខ្ញុំចា៎ថ្ងៃនេះនាងខ្ញុំមានសុភាសិតមួយដែលស្ដីអំពីឃ្លោកលិចអំបែងអណ្ដែតចា៎ឃ្លោកគឺសំដៅទៅលើអ្នកចេះដឹងឬក៏បណ្ឌិតអ្នកប្រាជ្ញឯអំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជាមនុស្សពាលឬក៏មនុស្សល្ងងតាមធម្មតាឃ្លោកត្រូវតែអណ្ដែតបើកាលណាគេដាក់ទៅក្នុងទឹកចុះហេតុអ្វីបែរជាលិចទៅវិញហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរទៅជាអណ្ដែតលិចមានន័យថាអស់ពន្លឺអស់រស្មីឥតមានការគោរពរាប់អានពីអ្នកផងអណ្ដែតមានន័យថារុងរឿងត្រចះត្រចង់ចាំងរស្មីមានគេគោរពលើកដំកើងជាអ្នកមានប្រាជ្ញសុភាសិតនេះនិយាយបញ្ឆិតបញ្ឈៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្នដែលមានការភ័ន្តច្រឡំសជាខ្មៅចេះជាល្ងងច្របូកច្របល់ពេញទាំងនគរដោយសារតែសត្រូវដែលមានបំណងលេបទឹកដីនោះផងនិងដោយសារមនុស្សខ្វះការរៀនសូត្រនិងខ្វះមគ្គុទ្ទេសក៍ដ៏ត្រឹមត្រូវនោះផងមនុស្សឥតវិជ្ជារួចឡើងកាត់មុខតំណែងជាអ្នកដឹកនាំគេចាត់ទុកថាជាអំបែងអណ្ដែតឯអ្នកមានតម្រេះពងពោះព្រមទាំងមានចរិយាសម្បត្តិពេញលេញរួចត្រូវគេទាត់ចោលមិនឲ្យកាន់កិច្ចការសំខាន់នោះចាត់ទុកថាជាឃ្លោកលិចចា៎សុភាសិតនេះនាងខ្ញុំបានដកស្រង់ចេញពីប្រព័ន្ធអន្តរបណ្ដាញជាបន្តទៅនេះនាងខ្ញុំសូមគោរពអញ្ជើញលោកតាលោកយាយអ៊ំពូមៀមីងនិងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមចូលរួមរីករាយកម្សាន្តជាមួយនឹងនាងខ្ញុំដូចតទៅសូមឲ្យបងប្អូនខ្មែរយើងនៅលើពិភពលោកនេះ
ទទួលបានតែសេចក្តីសុខសេមសាននិងសុភមង្គលនៅក្នុងគ្រួសារជានិរន្តរ៍នាងខ្ញុំសៀន កេតជាវិទ្យុខ្មែរពិភពលោកសូមអរគុណនិងសូមគោរពលាជួបគ្នានៅសប្តាហ៍ក្រោយទៀតខ្ញុំនិយាយវៀតណាមដល់ពេលដែលចិនដល់ពេលដែលចិនយកពៀនយួននេះដល់ពេលចិនពៀនយួននេះការឈឺចាប់អញ្ចឹងយួនក៏ទៅពៀនខ្មែរដែរបងឯងកំថាយួនណាមិនមានយួនមានគាត់ទៅវៀតណាមជួយមិនបានទេភាសានេះជួយមកយកទៅខ្មែរទេជួយខ្មែរមិនមែនមកជួយខ្មែរទេណាបងប្អូនជួយដើម្បីខ្មែរអូភូមិលំប្រាជ្ញា